ហើយសង្ឃឹមថាយុវជនរបស់យើងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសគឺមិនធ្វើឲ្យឪពុកម្ដាយឈឺចាប់ដោយសារទង្វើរបស់ខ្លួននោះទេជាពិសេសការសេពគ្រឿងញៀនឬរត់គ្រឿងញៀនយើងមិនយកវិធានការតាមបែបប្រទេសថៃកាលពីចំនួនថៃស៊ីនហើយយើងក៏មិនយកវិធានការតាមបែបប្រទេសមួយចំនួនដែលផ្ដល់ការឲ្យសម្លាប់ឆៅនោះទេក៏ប៉ុន្តែយើងក៏មិនអាចអត់ឱនបានសម្រាប់ពួកអក្រិតកម្មគ្រឿងញៀននោះឯងសូមយកឱកាសនេះអំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើសកម្មភាពព្រមគ្នាដើម្បីឈានទៅបង្ក្រាបគ្រឿងញៀនដែលកំពុងរីករាលដាលពីប្រទេសមួយទៅកាន់ប្រទេសមួយ